nè đó nè xuống ở tra rót ban nè còn chiết dường vậy mình bà ní là cú sum auto mình đó ní cho đội mình phổ bằng hai tra nè chiết phong tạ ban nơi phong slide nước miền tra nè chiết đại bà tra nè chiết ní là cú sum chạy chân ở bị bằng hai bị tra phải mà sát cứ tra cả xuôngสถาบัน នេះ លោក គ្រូ បង្ហាញ អញ្ចឹង គឺ ថា ត្រា ក្រសួង សហបាន ពេល ខ្លះ ក្រសួង សហបាន ខ្លះ អត់ មាន រូប សញ្ញា គឺ អាច ស្នើ ទៅ ក្រសួង មហាផ្ទៃ គេ បង្កើត ត្រា ក្រសួង សហបាន គឺ ដាក់ រូប សញ្ញា ប្រាសាទ កំពូល 3 ដូច ទី ស្តីការ មន្ត្រី ក៏ អត់ មាន រូប សញ្ញា ទី ស្តីការ មន្ត្រី ទេ អញ្ចឹង ត្រា ទី ស្តីការ មន្ត្រី ដាក់ ដូរ ទៅ ឈ្មោះ ពី គណៈ រដ្ឋមន្ត្រី ថែម ពាក្យ ទី ស្តីការ គណៈ រដ្ឋមន្ត្រី ទៅ ប៉ុន្តែ រូប សញ្ញា ត្រា គឺ ប្រាសាទ កំពូល 3 ដូច គ្នា ប៉ុន្តែ បើ ក្រសួង ខ្លះ ដោយ អាកាសចរស៊ីវិល ឃើញ ប្រាសាទ កំពូល 3 ដែរ ប៉ុន្តែ ក្រសួង ខ្លះ ដូច ក្រសួង មហាផ្ទៃ ក្រសួង មហាផ្ទៃ ខ្លួន ឯង គឺ គាត់ មាន សញ្ញា ទៅ ស្គាល់ ក្រសួង មហាផ្ទៃ បង្កើត ដោយ អនុក្រឹត្យ សញ្ញា ដែល យើង ឃើញ តាំង នៅ ក្រសួង មហាផ្ទៃ នេះ មាន អនុក្រឹត្យ មួយ និយាយ ពី កើត សញ្ញា ក្រសួង នៅ ក្នុង នោះ មាន ឃ្លា មួយ សរសេរ ថា បង្កើត ត្រា ក្រសួង មហាផ្ទៃ ហើយ ត្រា បង្កើត សញ្ញា ក្រសួង មហាផ្ទៃ បង្កើត សញ្ញា នេះ ប្រើ សម្រាប់ ដាក់ លើ ក្បាល លិខិត ប្រើ សម្រាប់ បណ្ដែត បតិត ប្រើ សម្រាប់ ធ្វើ ត្រា គេ ចែក អញ្ចឹង នៅ ក្នុង អនុក្រឹត្យ ហ្នឹង អញ្ចឹង បាន បតិត នៅ ដដែល នៅ ទលេ យើង ចេះ ឆ្ងល់ ជុំ ឃើញ ទៅ បតិត ក្រសួង មហាផ្ទៃ បតិត ផ្សេង ទៀត មិន អត់ ឃើញ ក្រសួង ផ្សេង ទៀត ថា មិន អត់ ឃើញ ធម្ម ទៅ ពួក អី ពួក នៅ ក្នុង ការ បង្កើត ឧទាហរណ៍ ថា ប្រកាស បង្កើត រូប សញ្ញា ក្រសួង 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 វប្បធម៌ នៅ ក្នុង នោះ អត់ មាន សរសេរ ថា បដាក់ សម្រាប់ ធ្វើ បតិត អត់ សរសេរ អញ្ចឹង រដ្ឋ ក្រសួង សេដ្ឋកិច្ច អត់ មាន តម្លាក់ លុយ ឲ្យ ឃើញ បតិត ទេ ប៉ុន្តែ បែរ ជា ក្រសួង មហាផ្ទៃ នៅ ក្នុង អនុក្រឹត្យ បង្កើត ត្រា ហ្នឹង គេ សរសេរ ថា សម្រាប់ ដាក់ លើ ក្បាល លិខិត សម្រាប់ ធ្វើ ត្រា បង្កើត សញ្ញា ក្រសួង មហាផ្ទៃ ហ្នឹង គេ សរសេរ អញ្ចឹង ហើយ សម្រាប់ បណ្ដែត បតិត អញ្ចឹង បាន រៀង រាល់ ឆ្នាំ យើង ឃើញ បតិត ក្រសួង មហាផ្ទៃ ដោយសារ អី ដោយសារ គេ សរសេរ ប៉ុន្តែ ក្រសួង ខ្លះ បង្កើត សញ្ញា របស់ ខ្លួន អត់ សរសេរ ទេ បាទ អត់ សរសេរ ណា អត់ សរសេរ ដូច ខ្ញុំ មើល ក្រសួង វប្បធម៌ ប្រកាស មួយ បង្កើត សញ្ញា ក្រសួង វប្បធម៌ គឺ ប្រកាស របស់ ព្រះបាទ ប្រជាជាលក្ខរបស់ បាទ ជ័យវរ្ម័ន ទី 7 ប្រើ សម្រាប់ ធ្វើ ក្បាល លិខិត ប្រើ សម្រាប់ ធ្វើ ត្រា តែ អត់ មាន ឃ្លា មួយ សរសេរ ថា សម្រាប់ ធ្វើ ស្មើ សម្រាប់ យក មក បណ្ដែត បតិត ដែរ គឺ អត់ អញ្ចឹង យើង អ្នក នេះ មិនបាច់ ឆ្ងល់ ទេ ឃើញ ក្រសួង មួយ ចំនួន មាន បណ្ដែត បតិត ដោយសារ តែ អត្ថបទ គេ នោះ គេ ចែង ច្បាស់ ថា គេ យក មក រៀបចំ បណ្ដែត បតិត ណា ដែរ អញ្ចឹង គេ ក៏ ធ្វើ ទៅ អញ្ចឹង ត្រា នេះ បើ គិត ពី ការ ប្រើប្រាស់ ការ ទុកដាក់ យើង ដឹង ហើយ ហើយ បើ គិត ពី ត្រា ការ ប្រើប្រាស់ គេ ប្រាប់ ថា ឲ្យ វាយ គង ទៅ លើ ហត្ថលេខា 1 ពី 3 អញ្ចឹង ពេល នេះ អ្នក អស់ នេះ បើ សិន ជា ព្យាយាម ទុក ទីតាំង ឲ្យ រដ្ឋមន្ត្រី សញ្ញេ សូម ទុក ទីតាំង ឲ្យ ល្អ កុំ ឲ្យ វាយ ទៅ ជន់ ជាមួយ នឹង ពាក្យ ផ្សេង បាទ នេះ ដូច ជា ទីតាំង ត្រា របស់ ទុក ទីតាំង ឲ្យ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន សញ្ញេ នេះ វាយ ត្រា គឺ អត់ ឲ្យ គង ទេ បាទ សូម អញ្ចឹង សូម ដាក់ ទុក អី ចឹង កុំ ឲ្យ គង ទៅ លើ អក្សរ គឺ គេ ឲ្យ គង វាយ ត្រា គឺ ឲ្យ គង តែ ទៅ លើ ហត្ថលេខា 1 ភាគ 3 ទេ នេះ អញ្ចឹង គង ប៉ុណ្ណឹង សមរម្យ បើ អ្នក ទាំង អស់ នេះ ទៅ វាយ ទៅ នេះ វាយ ត្រា ទៅ គង លើ ហត្ថលេខា ផង គង លើ អក្សរ នេះ ផង អត់ ត្រូវ វា បាំង ណា គេ អត់ ឲ្យ វាយ ចឹង ទេ បាទ នេះ យក មក គង ទៅ លើ អក្សរ ឧបទេស រដ្ឋមន្ត្រី គង ចឹង ណា នឹង អត់ ត្រូវ ព្រោះ ហត្ថលេខ គេ ប្រាប់ ថា ត្រា គឺ អុក ទៅ គង តែ លើ ហត្ថលេខា 1 ភាគ 3 ដល់ ពេល យើង យក មក គង លើ អក្សរ ទេស រដ្ឋមន្ត្រី ជួន កាល គង លើ ការបច្ឆេទ ទៅ វា បាំង ណា វា បាំង មើល ទៅ បាំង អត់ ដឹង ថ្ងៃ ទី ម៉ាន ទេ អញ្ចឹង ព្រោះ និយមន័យ គេ ប្រាប់ ឲ្យ ត្រា គឺ អុក ទៅ លើ អុក ទៅ លើ ហត្ថលេខា 1 ភាគ 3 គេ ចែង ប៉ុណ្ណឹង ដែរ ហើយ យើង ទៅ អុក នេះ អុក បាច់ ទៅ ជន់ អក្សរ រដ្ឋមន្ត្រី ជន់ ទៅ លើ អក្សរ អបាល ខេត្ត ជន់ ទៅ លើ ហត្ថលេខា បាន ហើយ ហើយ ហត្ថលេខា គេ សួរ និយមន័យ ហត្ថលេខា ជា អ្វី លោក គ្រូ សូត្រ ឲ្យ ស្ដាប់ ថា ហត្ថលេខា ជា អក្សរ ខ្វៀក នៃ ឈ្មោះ បើ មិន ជឿ មើល ទៅ បកូន ណា លោក លោក ឡាយ ពហុ លោក សេ ណូ ចុច ស៊ី អនុ ខ្វៀក ឲ្យ គូស ទៅ បាទ ដូច សម្ដេច ស ខេង លោក សេ ចឹង ទៅ ហ្នឹង គឺ នេះ ដូច សម្ដេច ហ៊ុន សែន សែន ចឹង ទៅ ណា គឺ អក្សរ ខ្វៀក នៃ ឈ្មោះ ហើយ យើង អត់ ដឹង អូ ក្បាច់ អី ណា ញ៉ៃ អត់ ប្រយោជន៍ តាម ពិត គឺ ហត្ថលេខា ជា ដោយ ខ្ញុំ ដែរ ខ្ញុំ អត់ ដឹង ទៅ មើល សភៅ បារាំង គេ ទៅ សេ បាន នឹក ឃើញ អូ នឹង ចឹង សេ តែ អក្សរ ខ្វៀក នៃ ឈ្មោះ ឲ្យ គូស បន្ទាត់ ពី ក្រង ខ្វាច់ ទៅ ហត្ថលេខា ដោយ បកូន ណា លោក ឡាយ ពហុ លេខា លោក សេ ពនាម របស់ ព្រះអង្គ ណា នៃ នឹង ចឹង បាទ ចឹង នឹង គឺ ត្រា ក្រសួង ស្ថាប័ន គឺ អញ្ចឹង អ្នក នេះ ជា និយមន័យ គេ ប្រាប់ ឲ្យ ថា ត្រា អុក ទៅ លើ ហត្ថលេខា 1 ភាគ 3 តែ អ្នក ខ្លះ អុក ផាំង មក គង ទាំង អស់ មើល នេះ ដូច នេះ អុក ផាំង មក គង លើ ពាក្យ ឧបៈ ពាក្យ ទេស រដ្ឋមន្ត្រី គ
អាហ្នឹងវាអត់ត្រូវមួយទ្រឹស្ដីអញ្ចឹងទុក space ឲ្យសមទៅដើម្បីអ្នកវាយត្រាទុក space សម្រាប់ហាត់លេខានេះដើម្បីចុះលេខាឲ្យវាយត្រា1/3លើហាត់លេខាកុំឲ្យគងលើពាក្យកុំឲ្យគងលើការបច្ឆេទអីចឹងវាបាំងពេលខ្លះបាំងហ្នឹងលោកគ្រូសុំនេះអញ្ចឹងលោកគ្រូយកឧទាហរណ៍មកនេះដូចនេះអីហ្នឹងគេជាទ្រឹស្ដីប៉ុន្តែអ្នកអនុវត្តលោកអត់ខ្វល់លោកវាយទៅគងលើអានេះហ្នឹងអត់ត្រូវវាយអញ្ចឹងអត់ត្រូវគងអញ្ចឹងគេថាហ្នឹងលោកគ្រូសុំបញ្ជាក់អញ្ចឹងបើបានកាន់ត្រាណាហើយបើគេសួរចេះហ្មងបើគេសេអញ្ចឹងថាឲ្យគងលើហាត់លេខា1/3ហើយយើងទៅអុកបាច់ទៅគងលើផ្សេងទៀតវាបាំងតិន័យជួនកាលលោកគ្រូមើលតនេះចឹងថ្ងៃទីប៉ុន្មានមើលទៅវាបាំងត្រាទេសួរវាខាតពេលអញ្ចឹងណានៃនឹងអញ្ចឹងហ្នឹងលោកគ្រូគ្រាន់តែទ្រឹស្ដីប៉ុន្តែអនុវត្តមិនអត់ប៉ុន្តែក្នុងទ្រឹស្ដីគេសេអញ្ចឹងណាអ្នកនរនេះបាទឥឡូវលោកគ្រូរំខានកម្មសិក្សាការីម្នាក់សម្រាប់នេះការអាន4ចំណុចដើម្បីយល់ពីត្រាបើយើងខ្លាយជាចៅហ្វាយរាជធានីខេត្តក្រុងសុខណ្ឌរៀនចប់ទៅចេះដឹងដែរឲ្យដឹងពីត្រានៅរាជធានីខេត្តក្រុងសុខណ្ឌមានប្រមាណប្រភេទអាន4ចំណុចនេះលោកគ្រូអស់ឲ្យអានចូលរួមអានមើលលោកគ្រូស្រែកបែកកាពះចិត្ត1ម៉ោងជាងដែរហើយចិត្ត1ម៉ោងហើយចិត្ត1ម៉ោងហើយបាទចង់ឲ្យអ្នកនរនេះចូលរួមអានដើម្បីស្វែងយល់ពីត្រារបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន4ចំណុចនិយាយពីត្រាហ្នឹងទី1ចំណុចទី1ប្រភេទត្រាចំណុចទី2ការរក្សាទុកត្រាប្រភេទទី3ការបោះត្រាប្រភេទទី4គឺការចំណុចទី4គឺការប្រើប្រាស់ទឹកថ្នាំត្រាឲ្យច្បាស់ទាំងអស់គ្នាមើលអានតែម្នាក់បានហើយអ្នកណាអានរាវដើម្បីឲ្យគ្នាយើងស្ដាប់ផងហើយយល់ដឹងពីរឿងត្រា4រឿងហ្នឹងតើជើញបាទល្អមើលមានកុមារីឬកុមារាចុចប៊ូតុងឡើងមើលបាទអានឲ្យច្បាស់មកមើលបាទយ៉ាងអូល្អណាស់អញ្ជើញបាទអញ្ជើញបត់បង្ហាញស្ដីពីតើបទបង្ហាញស្ដីពីត្រារបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រាពណ៌46 1ប្រភេទត្រា46 2ការរក្សាទុកត្រា87 3ការបោះត្រា87 4ការប្រើប្រាស់ទឹកត្រា89បាទ1ប្រភេទត្រាដែលប្រើប្រាស់នៅរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌមាន8ប្រភេទគឺត្រារដ្ឋបាលគឺជាត្រាមួយប្រភេទដែលមានរូបរាងមូលមានឈ្មោះប្រទេសនៅពាក់កណ្ដាលរង្វង់ខាងលើមានឈ្មោះរដ្ឋបាលនៅពាក់កណ្ដាលរង្វង់ខាងក្រោមអីយ៉ាចំកណ្ដាលសម្រាប់សម្គាល់រដ្ឋបាលរាជចាលោកគ្រូតមិញនិយាយដាច់សម្លេងតបាទនឹងមានរូបសញ្ញានៅចំកណ្ដាលសម្រាប់សម្គាល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនីមួយហៅកាត់ថាត្រាមូលត្រាឈ្មោះហត្ថខេណីខៃបាទគឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងនិងមានឈ្មោះហត្ថខេនីមួយហៅកាត់ថាត្រាឈ្មោះបាទត្រាលិខិតចូលគឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងមានឈ្មោះរដ្ឋបាលលេខនិងការបរិច្ឆេទនិងម៉ោងនៃការមកធានីខេត្តក្រុងស្រុកខណ្ឌទទួលបានហៅកាត់ថាត្រាចូលបាទត្រាប្រញាប់គឺជាត្រារៀង4ជ្រុងទ្រវែងនិងពាក្យថាការប្រញាប់ត្រាប្រញាប់ណាស់គឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងនិងពាក្យថាការប្រញាប់ណាស់ត្រាសម្ងាត់គឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងនិងពាក្យថាការសម្ងាត់បាទត្រាមោខៈគឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងនិងពាក្យថាមោខៈបាទត្រាវិស្យាពលកម្មគឺជាត្រាមួយប្រភេទដែលមានរូបរាង4ជ្រុងទ្រវែងនិងមានខ្លឹមសារដូចខាងក្រោមលេខចូលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើមបាទចុចថ្ងៃទីចុចខែចុចឆ្នាំជួសអភិបាលរងបាទអានោះ4ដូចគ្នាលោកគ្រូបាទអត់អីទេអញ្ចឹងបានលោកគ្រូសូមចាក់ចុចប៊ូតុងបិទសិនលោកគ្រូសូមបញ្យល់ម្ដងចំណុចទី1បាទពុតឈប់លោកគ្រូសូមបញ្យល់ចំណុចទី1សិនបើគេសួរយើងថាត្រាមានប្រមាណប្រភេទអ្នកនរនេះឆ្លើយដឹងនៅប្រភេទត្រាមានប្រមាណ
mới cho mới lục mới nè án 8 ប្រភេទ បាទ8ប្រភេទអញ្ចឹងខ្ញុំចង់បញ្ជាក់បើគេសួរថាជួអាត្រាមូលហ្នឹងគេហៅឈ្មោះថាត្រាអីដែរត្រាមូលដែលអុកលើត្រាអីដែរបាទហ្នឹងតែចាំណាត្រាមូលគឺគេអាចហៅមួយទៀតថាត្រារដ្ឋបាលអាហ្នឹងទៅច្បាស់អញ្ចឹងចេះតែត្រាមូលអាហ្នឹងគេហៅត្រារដ្ឋបាលព្រោះគេអុកលើលិខិតដែលរដ្ឋបាលចេញណាមានលិខិតបទដ្ឋានតិយុត្តលិខិតរដ្ឋបាលលិខិតរដ្ឋបាលនិងលិខិតបទដ្ឋានតិយុត្តបាទហើយកន្លែងនេះមានមួយទៀតគេដាក់ឈ្មោះត្រាឈ្មោះហត្ថលេខីកន្លែងនេះគ្នាយើងតែងតែសួរថាលោកគ្រូខ្ញុំតើខ្ញុំអាចប្រើត្រាឈ្មោះបានទេលោកគ្រូសុំសូត្រថាអត់មានអីហាមទេមិនបាច់ចាំទៅសុំក្រសួងមហាផ្ទៃទេក្រសួងមហាផ្ទៃណែនាំរឿងត្រាមូលទេត្រារដ្ឋបាលទេប៉ុន្តែត្រាឈ្មោះយើងចង់ប្រើទៅអត់មានបញ្ហាអត់មានលុយធ្វើប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអ្នកធំគេអត់ប្រើត្រាឈ្មោះទេគេសុខសិទ្ធសញ្ញេហើយសរសេរឈ្មោះដោយដៃព្រោះគេខ្លាចទុកត្រាឈ្មោះទៅអាណាធ្វើសញ្ញេដូចឲ្យអុកត្រាឈ្មោះទៅคล้ายរឿងអីមួយគុកអាអ្នកអត់ដឹងរឿងអញ្ចឹងពេលខ្លះអ្នកធំមួយចំនួនគេអត់ចង់សឹងប្រើត្រាផងណាគេឲ្យវាយឈ្មោះហើយទៅគេសញ្ញេទៅវាយត្រាមូលទៅណាប៉ុន្តែអ្នកខ្លះថាទេត្រូវប្រើត្រាខ្ញុំទៅប្រើទៅប៉ុន្តែសម្រាប់ខ្ញុំដូចអត់ធ្វើខ្វល់រឿងត្រាឈ្មោះខ្ញុំទេខ្ញុំសញ្ញេហើយខ្ញុំសេឈ្មោះដោយដៃក៏បានដែរអាហ្នឹងសម្រាប់ត្រាឈ្មោះណាខ្ញុំចង់បញ្ជាក់ចឹងហើយត្រាលិខិតចូលយើងឃើញហើយកន្លងមកថាតើពេលឯកសារចូលមកមួយចំនួនគេអុកត្រាលិខិតចូលហើយត្រូវមានទិន្នន័យការបច្ឆេទចូលមកប្រមាណអីចឹងទៅអាហ្នឹងត្រាជ្រុងហើយត្រាលិខិតចូលនេះអ្នកនរនេះពេលសួរខ្ញុំថាវាយខាងណាគេប្រាប់ថាវាយខាងឆ្វេងខាងស្ដាំអត់បញ្ហាទេត្រាលិខិតចូលឲ្យទៅនៅម្ដុំហ្នឹងកុំឲ្យវាយគងពីលើពាក្យប្រជានិច្ចកម្ពុជាវាគាត់មើលពេកអាត្រាលិខិតចូលហ្នឹងក៏ឆ្វេងក៏បានក៏ស្ដាំក៏បានហ្នឹងចាំមើលអានទៅក្រុមទឹកដឹងគាត់លោកគ្រូនិយាយឲ្យយល់ពីចំណុចហ្នឹងបាទមានត្រាបញ្ញាប់និងបញ្ញាប់ណាស់សួរខ្ញុំថាលោកគ្រូពេលណាគេវាយត្រាបញ្ញាប់ពេលណាគេវាយត្រាបញ្ញាប់ណាស់ខ្ញុំចង់បញ្ជាក់គេអត់ចែងពេលវេលាអ្នកទាំងអស់នេះគ្រាន់តែការអង្កេតជាក់ស្ដែងមើលអាណាវាយត្រាបញ្ញាប់ពោកទៅដល់នោះលិខិតនឹងទៅដល់មួយថ្ងៃទៅដល់អ្នកដែលត្រូវទទួលលិខិតហ្នឹងឆ្លើយតបមកមួយថ្ងៃឆ្លើយតបហ្មងអញ្ចឹងណានឹងបញ្ញាប់បាទបញ្ញាប់ណាស់មិនដែរបញ្ញាប់ណាស់ជួនកាលលិខិតនឹងទៅដល់ពុប1ម៉ោងកន្លះមិនទាន់ទេលិខិតមួយទៀតឆ្លើយមកវិញភ្លាមយ៉ាងច្រើន2ម៉ោងក្នុងថ្ងៃបញ្ញាប់នេះពេលខ្លះទទួលបានថ្ងៃហ្នឹងស្អែកឡើងឆ្លើយមកវឹងអាហ្នឹងអុកត្រាបញ្ញាប់លិខិតចូលមកភ្លឹបគឺឃើញត្រាបញ្ញាប់ស្អែកឡើងឃើញលិខិតឆ្លើយទៅវិញប៉ុន្តែបញ្ញាប់ណាស់ហ្នឹងភាគច្រើនចូលមកដល់ភ្លាមក្នុងថ្ងៃហ្នឹងឃើញផ្ញើឆ្លើយតបទៅលិខិតហ្នឹងវិញភ្លាមហ្នឹងខ្ញុំសង្កេតឃើញប៉ុន្តែអត់មានដាក់ទៅសេផ្លូវការនេះបញ្ញាប់ណាស់ឆ្លើយប៉ុណ្ណេះថ្ងៃទៅឆ្លើយបញ្ញាប់ប៉ុណ្ណេះម៉ោងទៅឆ្លើយបញ្ញាប់ណាស់បញ្ញាប់ទៅទេនេះប៉ុណ្ណេះថ្ងៃអត់ទេអត់មានអីទេប៉ុន្តែការអង្កេតលោកគ្រូចូលមកសូត្រចឹងបាទត្រាសម្ងាត់ពេលសួរខ្ញុំទៀតថាលោកគ្រូពេលប្រើត្រាសម្ងាត់ហ្នឹងមិនបាច់ដែរលោកគ្រូខ្ញុំសុំសូត្រចេះត្រាសម្ងាត់ហ្នឹងពេលដែលលីសបុតមួយចូលទៅគេមើលលើខ្នងសបុតលេងឃើញសម្ងាត់អាហ្នឹងគេធ្វើមិនអាហ្នឹងអ្នកកត់ត្រាអ្នកកត់សភិតលិខិតចូលគាត់ទៅកត់លេខប៉ុណ្ណេះហើយដាក់សម្ងាត់ឲ្យយកងទៅឲ្យរដ្ឋមន្ត្រីភ្លាមអត់មានឆ្លងតាណានុក្រមអីញ៉ៃទេគាត់ទៅប្រាប់អគ្គថាហើយដំកៈអានេះយើងអត់អាចបើកជូនយោបល់បានទេគេដាក់សម្ងាត់ហើយអញ្ចឹងគឺចង់ទៅឲ្យទៅដល់ឈ្មោះណាដែលអ្នកនងមានសមត្ថកិច្ចទេអញ្ចឹងតដាក់សម្ងាត់ហើយគេតែងតែសេថាជូនរົບជូនអញ្ចឹងក្នុងសម្បត្តិឯកឧត្តមក៏រដ្ឋមន្ត្រីក្រសួងណាគេសេឈ្មោះហ្មងអញ្ចឹងហើយគេវាយត្រាសម្ងាត់នៅក្រោមខ្នងសម្បត្តិកន្លែងលេខហ្នឹងអុកផាច់អញ្ចឹងទៅណានៅនឹងអញ្ចឹងពាក្យថាសម្ងាត់ធ្វើម៉េចថាគេយកមកគេអត់ហែកទេគេគ្រាន់តែឃើញសម្ងាត់គេឃើញលេខនឹងក្នុងសម្បត្តិគេលេខប៉ុណ្ណេះហើយបើកវងកញ្ចក់មកកន្លែងផ្សេងដាក់សម្ងាត់អញ្ចឹងទៅណាពេលខ្លះប៉ុន្តែបើសិនជាសម្ងាត់នឹងហើយតាក់ទងទៅខុទ្ទកាល័យរដ្ឋមន្ត្រីហើយខុទ្ទកាល័យរដ្ឋមន្ត្រីប្រាប់ថាបើកមើលអាហ្នឹងគេហ៊ានបើកទៅសេលិខិតចូលប៉ុន្តែភាគច្រើនអត់ទេសម្ងាត់ភាគច្រើនកន្លងមកអ្នកចុះលិខិតចូលក៏ឃើញសម្ងាត់អញ្ចឹងគេសេលិខិតមកពីក្រសួងនេះលេខប៉ុណ្ណេះហើយកន្លែងផ្សេងគេដាក់សម្ងាត់គេអត់សរសេរកត់ប្រធានបទចូលលិខិតទាំងទេគេដឹងតែសម្ងាត់អញ្ចឹងអ្នកដែលត្រូវអានគឺអ្នកដែលមានសមត្ថកិច្ចគឺមានតែរដ្ឋមន្ត្រីព្រោះរដ្ឋមន្ត្រីមួយញ៉ាំមករដ្ឋមន្ត្រីមួយឲ្យវាយត្រាសម្ងាត់បាទត្រាមុខៈនេះទៀតសោតយើងសង្កេតឃើញថាគេប្រថាប់ទៅគេអុកទៅលើអីមុខៈដូចជារឿងថាធ្វើសបុតកំណើតខុសដូរបត់កំណើតហើយអញ្ចឹងគេយកមកវិញគេសុំដូរអញ្ចឹងគេអុកមុខៈលើសបុតកំណើតនឹងលើលិខិតច្រត់ចម្លងណាមួយកុំឲ្យគេយកទៅប្រើជាទី2លើកទី2ឬមួយវាយលើតែមបិទសូមបត់ហ្នឹងតតែមណាយើងទិញមកឲ្យបិទលើសូមបត់ហើយគេអុកមុខៈហ្មងព្រោះគេខ្លាចយើងបោកអាតែមហ្នឹងទៅបិទសបុតមួយទៀតហ្នឹងឃើញមុខៈអញ្ចឹងគេអត់ទទួលសបុតហ្នឹងគេឃើញតែមបិទលើសបុតគឺតែមតទេអញ្ចឹងគេអុកមុខៈបាច់
លើនឹងដើម្បីកុំឲ្យបកតែដូចយើងមើល Mr Bean នោះបាទណានៃនឹងអញ្ចឹងបាទហ្នឹងហើយបាទត្រានិស្ចានុគោលកម្មអ្នកនរនេះខាងក្រមនេះអ្នកនរនេះទៅយកសេវានឹងគ្រប់គ្នាត្រានេះមានន័យបញ្យលច្បាស់លាស់អ្នកនរនេះច្បាស់លាស់មិនត្រានិចានុគោលកម្មដូចយើងទៅបញ្ជាក់លិខិតសបុតកំណើតបាទយកសបុតកំណើតទៅចម្លងគឺលោចលោចម្លងប៉ុន្តែគេដាក់ថាបានចម្លងត្រឹមត្រូវតាមច្បាប់ដើមអានឹងយើងយកច្បាប់ដើមទៅចម្លងគេដាក់ពាក្យហ្នឹងប៉ុន្តែទូនក្លាអ្នកខ្លះបានចម្លងហើយយកទៅងទៅដល់លេងទៅដល់ផ្ទះ3 4ខែលេងបាត់អាច្បាប់ដើមបាត់នៅតែច្បាប់ច្រឡងមកស្លឹកនឹងទឹកលឹកហ្នឹងអញ្ចឹងពេលខ្លះចង់ប្រើសបុតកំណើតនឹងទៀតប៉ុន្តែបាត់ច្បាប់ដើមមកយកអាច្បាប់ច្រឡងនឹងឲ្យគេចម្លងអញ្ចឹងគេដាក់ថាបានចម្លងត្រឹមត្រូវតាមច្បាប់ចម្លងឃើញទេអញ្ចឹងវាមាន2អាយកច្បាប់ដើមទៅច្រឡងគេវាយត្រាបានចម្លងត្រឹមត្រូវតាមច្បាប់ដើមតែអាច្បាប់បាត់ច្បាប់ដើមនៅតែច្បាប់ច្រឡងយកទៅច្រឡងបន្តទៀតគេបាក់ដាក់បានចម្លងត្រឹមត្រូវតាមច្បាប់ច្រឡងហើយសួរថាលោកគ្រូមិនគេដាក់ឡើយនេះចូលហើយខាងក្រមនេះគេដាក់តបខ្ញុំសូមសូត្រថាកន្លងមករដ្ឋបាលអ្នកក្រមជាតិប្រាប់ថាបើសិនជាអភិបាលរងខេត្តអភិបាលរងស្រុកអ្នកសញ្ញេតែងតែឃើញពាក្យចូលអភិបាលរងខេត្តចូលអភិបាលរងអភិបាលខេត្តចូលអភិបាលស្រុកអីចឹងទៅអភិបាលរងសញ្ញេប៉ុន្តែបើករណីហ្នឹងគឺអ្នកសញ្ញេហ្នឹងជានាយករដ្ឋបាលគេដាក់ចូលគេដាក់តបអភិបាលខេត្តនាយករដ្ឋបាលសញ្ញេទៅតោះនេះនៃហ្នឹងចឹងចឹងនៃចូលខុសពីតបចូលអភិបាលគឺអភិបាលរងសញ្ញេប៉ុន្តែបើតបអភិបាលគឺនាយករងនាយករដ្ឋបាលឬនាយករដ្ឋបាលស្ដីទីអីចឹងទៅអ្នកសញ្ញេបាទអញ្ចឹងនេះដូចគ្នាដែរបាទគឺគាត់ណាមួយថតចម្លងពីច្បាប់ចម្លងមួយថតចម្លងពីច្បាប់ដើមណានៃនឹងអញ្ចឹងបាទនេះត្រាសម្រាប់និស្ចានគោកម្មគឺទិន្នន័យអញ្ចឹងប៉ុន្តែរៀងវាជ្រុងដូចត្រាលិខិតចូលអញ្ចឹងទៅច្បាស់អញ្ចឹងណាបាទមានចុះការបច្ឆែតចុះលេខអញ្ចឹងអានឹងសម្រាប់សភៅដើម្បីគេតាមថាអ្នកនឹងឈ្មោះនឹងយកស្អីមកច្រឡំប្រមាណដងហើយគេបើកមើលអានឹងបាទនេះគឺជាប្រភេទត្រាទាំង8ដែលលោកគ្រូបានជំរាបជូនយើងនេះដើម្បីចងចាំយ៉ាងហោចណាស់ដឹងរបៀបរបបដឹងការដែលប្រមាណប្រភេទស្អីខ្លះណាលោកមានឱកាសកាន់ត្រារបស់បន្ទីកាន់ត្រារបស់ខេត្តកាន់ត្រារបស់ស្រុកកាន់ត្រារបស់ក្រសួងកាន់ត្រារបស់អង្គភាពណាមួយយើងយល់ពីត្រាណាកុំឲ្យទៅចេញពីអឺរ៉ាទៅក្បាលលិខិតក៏ចេះក្រមងារការប្រើប្រាស់អីហ្នឹងងាប់ហើយអាហ្នឹងហើយអាហ្នឹងនិពន្ធរាល់ថ្ងៃគេសួរអីអត់ដឹងមិនកើតហើយសួរឲ្យឆ្លើយតាមគោលការណ៍នឹងទៀតណានេះគឺថាសេចក្តីសម្រេចលេខ1029ថាគេអញ្ចឹងមិនគេជឿបើយើងថាទេខ្ញុំចេះចាំតាមគ្រូឌីគេជឿទេប្រាប់ថាហ្នឹងគឺចែងសម្ដេចកន្លះហោមចែងទូទាំងប្រទេសណានៃនឹងអញ្ចឹងបាទអរគុណបងអូនសូមអានបន្តទៀតបងអូនចាគ្រូ2ការរក្សាទុកត្រាត្រូវរក្សាទុកនៅការិយាល័យធ្វើការនៃអង្គភាពរដ្ឋបាលគឺនៅការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុចំពោះរដ្ឋបាលក្រុងស្រុកខណ្ឌនៅការិយាល័យរបៀបនិងឯកសារនៃទីចាត់ការរដ្ឋបាលចំពោះរដ្ឋបាលរាជធានីខេត្តត្រាមិនត្រូវបានអនុញ្ញាតឲ្យទុកក្រៅពីការិយាល័យខាងលើនេះយកហត្ថលេខីឬអ្នកដែលមានភារកិច្ចគ្រប់គ្រងឬបោះត្រាឡើយ3ការបោះត្រាការបោះត្រាមូលនិងត្រាឈ្មោះលិខិតដែលបានចុះហត្ថលេខារួចភ្លាមត្រូវបោះត្រាមូលរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងត្រាឈ្មោះហត្ថលេខីភ្លាមនេះមានន័យថាលិខិតចុះហត្ថលេខានៅថ្ងៃណាត្រូវបោះត្រាឲ្យហើយនៅថ្ងៃជាមួយគ្នានោះដើម្បីជៀសវាងនៅបញ្ហាផ្សេងដែលអាចកើតឡើងជាយថាហេតុត្រាមូលត្រូវបោះនៅប៉ែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល1/3ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើកសលវិច័យឬករណីមានសង្ស័យលើការក្លែងបន្លំហត្ថលេខាត្រាមូលមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយចំពោះលិខិតដែលមានច្រើនទំព័រគ្រប់ទំព័រទាំងអស់នៃលិខិតនៅជ្រុងខាងក្រោមជាងខាងស្ដាំនៃទំព័រត្រាឈ្មោះត្រូវបោះនៅខាងក្រោមហត្ថលេខាជាងខាងស្ដាំត្រាឈ្មោះមិនត្រូវបោះជាន់ពីលើហត្ថលេខានិងត្រាមូលឡើយខការបោះត្រាចូលនៅពេលទទួលបានលិខិតចូលនិងបន្ទាប់ពីចុះចូលសៀវភៅលិខិតចូលភ្លាមអង្គភាពរដ្ឋបាលនៃរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ
ត្រូវបោះត្រាចូលនៅទំព័រដើមគេទំព័រទី1ផ្នែកខាងលើប៉ែកខាងឆ្វេងឬប៉ែកខាងស្ដាំរួចបន្ទាប់មកបំពេញព័ត៌មាននៃត្រាចូលដោយចុះលេខរៀងដែលចុះនៅក្នុងសៀវភៅលិខិតចូលការបរិច្ឆេទនិងម៉ោងមកដល់នៃលិខិតនោះការចុះកាលបរិច្ឆេទនិងម៉ោងមកដល់នៃលិខិតមានប្រយោជន៍សម្រាប់ការផ្ទៀងផ្ទាត់ពេលវេលានៃការមកដល់និងរយៈពេលនៃនោះរហូតដល់លិខិតត្រូវបានបញ្ជូនចេញឬត្រូវបានដាក់ឲ្យអនុវត្តព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រកូនសិស្សលោកគ្រូសូមកាត់បន្តិចបាទអរគុណចាំអានតលោកគ្រូសូមបញ្យល់កន្លែងហ្នឹងឲ្យហើយអ្នកនរនេះដោយលោកគ្រូបញ្ជាក់អញ្ចឹងណាត្រាចូលគឺបោះខាងឆ្វេងក៏បានខាងស្ដាំក៏បានមិនមែនលោកគ្រូចេះនិយាយទេតែនៅក្នុងន័យនេះគេណែនាំបាននេះអញ្ចឹងគេអាចយកមកបោះខាងស្ដាំហើយជួនកាលគេបោះខាងឆ្វេងកន្លែងនេះទៅនេះកន្លែងក្រមប្រភពនេះណាបោះកន្លែងហ្នឹងបានបាទប៉ុន្តែដោយសារតែកន្លែងនេះគឺមានការផ្សាយពាណិជ្ជកម្មដាក់នេះសាលារបស់គេព្រោះ letterhead គេមានអា clear នៅនឹងអញ្ចឹងគ្នាបោះអត់បានគេបោះមកខាងនេះទៅឲ្យបោះឲ្យមានលេខបាទចូលលិខិតចូលនឹងលេខប្រមាណលេខអីបាទដាក់លេខលិខិតចូលមិនមែនលេខនេះមិនមែនលេខលេខរបស់គេនេះទេគឺលេខចំនួនលិខិតដែលចូលមកទល់ស្មោះនឹងប្រហែលហើយចុះការបច្ឆេទទៅហើយម៉ោងប្រហែលផងហើយមានពាក្យចូលហ្នឹងអុកមកចេញអញ្ចឹងបាទនេះត្រាចូលអញ្ចឹងរបៀបរបបបើមានឱកាសการត្រាចូលគឺបានឆ្វេងក៏បានស្ដាំក៏បានឲ្យតែមានទីតាំងណាបាទនៃនឹងអញ្ចឹងគេសូត្រសម្ដេចលាហោបានណែនាំឲ្យយើងហើយលោកគ្រូសូត្រមិញទៀតថាត្រាមូលនេះគឺត្រូវតែ1/3ណា1/3នៅហត្ថលេខាអ្នកនរនេះកុំឲ្យបោះគងព្រោះគេពេលគេសល់វិច័យគេចង់ដឹងហត្ថលេខាពិតអីហ្នឹងបើយើងគងលើវាត្រូវពិបាកហត្ថលេខាមើលតើហត្ថលេខាគាត់ពិតណានៃនឹងដល់ពេលគេធ្វើកសលវិច័យអញ្ចឹងហើយបានខ្ញុំចង់បញ្ជាក់ថាគេអត់ឲ្យគងទាំងស្រុងហ្នឹងគេអត់ឲ្យគងលើហត្ថលេខាទាំងស្រុងហ្នឹងគេហាមមិនឲ្យគងទៅលើខ្លឹមសារអីផ្សេងទៀតនោះនៃហ្នឹងគឺប្រកបអញ្ចឹងគឺឲ្យគងតែ1/3លើហត្ថលេខាបានហើយឃើញទេអត់ឲ្យគងទាំងស្រុងអញ្ចឹងគងទៅហត្ថលេខាបានហើយកុំគងទិន្នន័យពាក្យរដ្ឋមន្ត្រីគងបាត់ឬមួយការបច្ឆេទក៏គងបាត់ដូចជាអត់ត្រូវគងព្រោះវាបាំងវាធ្វើឲ្យយើងបាក់មើលឈ្មោះរដ្ឋមន្ត្រីមើលអក្សរអត់ឃើញវាបាំងឬមួយបាំងការបច្ឆេទលុបមកការបច្ឆេទថ្ងៃទី2ថ្ងៃទី2ឬមួយថ្ងៃទី20មើលទៅដូចជាអត់ទៅថ្ងៃទី1ថ្ងៃទី21អីចឹងណានៃនឹងចឹងខ្ញុំសូមបញ្ជាក់ចឹងអ្នកខ្លះគេនៅតែប្រកាន់មាំថាតើតកងលើអសរផ្សេងទៀតអត់ទេគេឲ្យគងទៅលើហត្ថលេខាទេត្រានោះនៃនឹងអញ្ចឹងលោកគ្រូសូមបញ្ជាក់អញ្ចឹងពេលខ្លះសេចក្តីជូនដំណឹងខ្លះនៅខាងក្រោមគេដាក់សាលាភូមិន្ទរដ្ឋបាលហើយបែរជាគងវាយគងលើពាក្យសាលាភូមិន្ទរដ្ឋបាលមិនបាច់ទេវាយទៅទេពីក្រោមពាក្យសាលាភូមិន្ទរដ្ឋបាលនឹងបានហើយនៃនឹងបើអត់មានហត្ថលេខាសេចក្តីជូនដំណឹងអត់ហត្ថលេខាវាយគងគឺវាយពីក្រោមពាក្យសាលាភូមិន្ទរដ្ឋបាលនឹងបានណាសម្ភារបញ្ជាក់ថាលិខិតនឹងចេញពីសាលាភូមិន្ទរដ្ឋបាលហ្នឹងនៃនឹងប៉ុណ្្នឹងឯងអត់ឲ្យស្មុកស្មាញទេអ្នកនរនេះបាទលោកគ្រូសូមបន្តអញ្ជើញអានចំណុចតទៀតកនេះបងអូនសូមអញ្ជើញបងអូនចាលោកគ្រូការបោះត្រាប្រញាប់ណាស់និងត្រាសម្ងាត់ត្រាប្រញាប់ណាស់និងត្រាសម្ងាត់ត្រូវបោះនៅលើស្រោមសម្បត្តិនៃលិខិតក្នុងករណីដូចខាងក្រោមលិខិតដែលបានដាក់ចេញនោះមានភាពបន្ទាន់ភាពចាត់វិធានការឲ្យបានឆាប់រហ័សត្រូវបោះត្រាប្រញាប់លិខិតដែលបានដាក់ចេញនោះមានភាពបន្ទាន់ខ្លាំងណាស់ដើម្បីឲ្យអង្គភាពចាត់វិធានការឲ្យបានឆាប់រហ័សបំផុតត្រូវបោះត្រាប្រញាប់ណាស់លិខិតដែលបានដាក់ចេញនោះមានលក្ខណៈសម្ងាត់សម្រាប់តែអ្នកមានសមត្ថកិច្ចណុកដែលអាចពិនិត្យលិខិតនោះបានត្រូវបោះត្រាសម្ងាត់បាទលោកគ្រូសូមស្លេះប៉ុណ្្នឹងសិនឈប់សូមស្លេះសិនអ្នកនរនេះគឺមានពាក្យឃើញគេដាក់ត្រាប្រញាប់គឺមានតែពាក្យបន្ទាន់ខ្លាំងប៉ុន្តែពេលត្រាប្រញាប់ណាស់គឺមានពាក្យថាបន្ទាន់ខ្លាំងណាស់ថែមពាក្យណាស់ឃើញទេនៃនឹងអញ្ចឹងដោយលោកគ្រូបញ្យល់អញ្ចឹងគឺអត់មានចងពេលវេលាទេថាពេលដែលលិខិតចូលមួយដែលឃើញមានត្រាប្រញាប់ត្រូវឆ្លើយតបត្រូវអីចាត់វិធានការបន្ទាន់ប្រមាណពេលប្រមាណម៉ោងបន្ទាប់ពីទទួលបានលិខិតមានអញ្ចឹងគឺគេអត់មានចែងទេប៉ុន្តែការទម្លាប់ដោយលោកគ្រូនិយាយមិនអញ្ចឹងបើប្រញាប់ត្រាប្រញាប់លើសបុតហ្នឹងហើយពេលថ្នាក់ដឹកនាំហ្នឹងបើឃើញសបុតហ្នឹងជួនកាលគាត់ចាត់វិធានការមួយថ្ងៃក្រោយមកចាត់តន់អញ្ចឹងទៅជួនកាលក៏គាត់ចាត់វិធានការភ្លឹបភ្លាមអញ្ចឹងទៅអាប្រញាប់ណាស់នេះក៏ហិតទៅខ្លាំងជាងណាគេថែមពាក្យខ្លាំងជាងហ្មងគឺថាវឹបតែម្ដងប៉ុន្តែខ្ញុំចង់បញ្ជាក់ថាពេលខ្លះ
រឿងក៏បំបាច់មានលិខិតចូលទៅអវ័យត្រាបញ្ញាប់ពេលខ្លះក៏តេចូលហ្នឹងក៏ចាត់វិធានការបន្ទាន់លើលោកគ្រូឧទាហរណ៍ថា telephone រើងចូលពូភ្លើងឆេះផ្ទះហើយអត់មានចាំបាច់ធ្វើលិខិតអវ័យត្រាបញ្ញាប់មកបានខ្ញុំចេញឡានទឹកអត់ទេគាត់ទទួលទូរស័ព្ទមកថាភ្លើងឆេះផ្ទះគេចេញទៅវឹងឃើញសេវាសាធារណៈមួយចំនួនអាហ្នឹងចង់ត្រាប្រញាប់ណាស់ប្រញាប់បំផុតខ្លាំងណាស់អីមិនដឹងទេគេមិនបាច់ចាំធ្វើលីលាអក្សរផងគេខលហ្នឹងក៏ហិតទៅធ្វើទៅបាទហោគេបញ្ជាក់មួយទៀតត្រាសម្ងាត់គឺថាឲ្យតែឃើញត្រាសម្ងាត់គឺថារដ្ឋមន្ត្រីមួយផ្ញើទៅរដ្ឋមន្ត្រីមួយទៀតហើយគាត់វាយត្រាសម្ងាត់អញ្ចឹងមន្ត្រីទទួលបន្ទុកលិខិតចូលគេវាយទៅលិខិតចូលហើយចុះការបច្ឆេទប៉ុណ្ណេះថ្ងៃទីប៉ុណ្ណេះហើយកន្លែងផ្សេងនៅក្នុងចុះសភៅនោះគេដាក់សម្ងាត់បាទដាក់សម្ងាត់អញ្ចឹងគេយកងទៅហើយគេហើយថ្ងៃក្រោយមកមិនបាច់សួរនាំថាមិនលិខិតហ្នឹងព្រមអីបាទទេគេដឹងហើយព្រោះគេប្រាប់ថាសម្ងាត់ហើយឯកឧត្តមរដ្ឋមន្ត្រីលោកប្រធានទីខ្ញុំយកមកជូនហើយអាបាខេតលោកអាបាស្រុកខ្ញុំយកមកជូនហើយខ្ញុំមិនទៅបើកមើលអីព្រោះលោកជាអ្នកមានសមត្ថកិច្ចក្នុងស្រុកគឺវាយស្រុកក្នុងខេត្តគឺអាបាខេតក្នុងក្រសួងគឺរដ្ឋមន្ត្រីក្នុងទីគឺប្រធានទីអានឹងឲ្យចាំអញ្ចឹងណានៃនឹងគឺថាព្រោះរបបនៅការអនុវត្តការងាររដ្ឋបាលស្រុកខ្មែរគឺប្រធានជាធំអ្នកនរនេះមើលគេសេទៅតែងតាំងមន្ទីរមួយដឹកនាំដោយប្រធានទីអមដោយអនុប្រធានទីជាជំនួយការបានន័យថាបើសិនជាប្រធានឲ្យអនុប្រធានទីជួយការអីអានឹងចាំជួយណាឃើញទេបដប្រធានជាធំបាទអភិបាលខេត្តក៏ចឹងដែរដឹកនាំខេត្តមួយដឹកនាំអភិបាលខេត្តនឹងមានអភិបាលរងខេត្តជាជំនួយការឃើញទេជួយការបានគេឲ្យជួយអីចាំជួយបើគេមិនឲ្យជួយនៅស្ងៀមណានៃនឹងពលរបបប្រធានជាធំនេះឲ្យចាំចឹងពេលយើងពេលធ្វើបានជាអនុកុំតូចចិត្តប៉ុន្តែបើធ្វើបានជាប្រធានទីជាអបាខេតអបាស្រុកឯងត្រូវយល់ពីច្បាប់ណាគឺគេចែកច្បាស់អ្នកខ្លះបានរងស្រុករងខេតឬមួយអនុធានទីចេះឆ្ងល់អត់គេអត់ប្រើអីចុះគេអត់ឲ្យជួយអីច្បាប់ឲ្យជួយការងារប៉ុន្តែបើគេឲ្យជួយចាំជួយបើគេមិនឲ្យជួយអត់មានទៅទៀមទាអីទេព្រោះរបបប្រធានជាធំហ្នឹងឲ្យច្បាស់រឿងហ្នឹងបាទសូមអរគុណបងសូមអានបន្តបងសូមអញ្ជើញខការបោះត្រាមុខៈត្រូវបោះនៅលើលិខិតដែលមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឧទាហរណ៍ការបោះត្រាមុខៈនៅលើបញ្ជីអត្រានុកូលដ្ឋានដែលសរសេរខុសមិនអាចកែតម្រូវបានតែមសារពើពន្ធដែលបានបិទនៅលើលិខិតនានាដើម្បីបញ្ជាក់ថាតែមសារពើពន្ធនេះមិនត្រូវបានអនុញ្ញាតឲ្យយកមកប្រើប្រាស់ទៀតឡើយបាទការបោះត្រានិស្ចារគោលកម្មត្រូវបោះនៅលើលិខិតដែលត្រូវការនៅការបញ្ជាក់ថាលិខិតនោះត្រូវបានថតចម្លងត្រឹមត្រូវតាមច្បាប់ដែរឧទាហរណ៍ការបោះត្រានិស្ចារគោលកម្មនៅលើសញ្ញាបត្រឬវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាដើមនៅពេលទទួលបានលិខិតដែលបានផលនិស្ចារគោលកម្មអង្គភាពរដ្ឋបាលនៃរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវបានបោះត្រានិស្ចារគោលកម្មនៅលើលិខិតនោះរួចបន្ទាប់មកបំពេញព័ត៌មាននៃត្រានិស្ចារគោលកម្មនេះដោយចុះលេខអាចមានចំនួនលើសពី3ទង់អាស្រ័យនឹងស្ថានភាពជាក់ស្ដែងនៃរដ្ឋបាលនីមួយហើយភ្ជាប់ឆ្នាំនៃការផ្ដល់និស្ចារគោលកម្មយកលេខ2ខ្ទង់ខាងក្រោយនៃឆ្នាំនិងអក្សរកាត់ចលមានន័យថាចម្លងចុះកាលបរិច្ឆេទការដាក់ជូនថ្នាក់ដឹកនាំហត្ថលេខាទៅតាមកំណត់របស់រដ្ឋបាលនីមួយ4ការប្រើប្រាស់ទឹកត្រាដែលត្រូវបានប្រើប្រាស់សម្រាប់រឹតយកខ្លឹមសារនៃត្រាដើម្បីភ្ជាប់ទៅលើលិខិតនៅពេលបោះត្រាទឹកត្រាដែលប្រើប្រាស់ជាផ្លូវការសម្រាប់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌគឺត្រាមូលត្រាឈ្មោះត្រាប្រញាប់ណាស់ត្រាសម្ងាត់និងត្រាមុខៈគឺប្រើទឹកលាក់ពណ៌ក្រហមត្រាលិខិតចូលនិងត្រានិស្ចារគោលកម្មគឺប្រើទឹកលាក់ពណ៌ខៀវបាទអរគុណកូនសិស្សនៅក្រសួងណាអ្នកអានច្បាស់នេះចាលោកគ្រូខ្ញុំនៅរដ្ឋបាលសាលាស្រុកកំពង់រោលគ្រូអូខេអរគុណប៉ុន្តែឥឡូវពេលដែលយើងអានអំពីរឿងត្រាមាន4រឿងនេះមកកំពង់រោលយើងធ្វើអនុវត្តតាមនឹងទេបង
ចាអនុវត្តតាមនឹងលោកគ្រូ អូ very good បាទឃើញទេខ្ញុំចង់បញ្ជាក់ថាខ្ញុំសួរនឹងដោយសារខ្ញុំចង់បញ្ជាក់ថានៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺរដ្ឋបាលរាជធានីខេត្តក្រុងសុខខណ្ឌឃុំសង្កាត់នេះគឺសម្ដេចឡាហោតដាក់ចេញនៅសភៅកិច្ចការរដ្ឋបាលនឹងអញ្ចឹងអ្នកដែលរៀនសូត្រអ្នកដែលបានឆ្លងកាត់ការអានសភៅគឺគេធ្វើមានណមគេមាននិយមគេសួរលោកគ្រូតែចុះលោកគ្រូនៅថ្នាក់ជាតិមិនដែលត្រាទាំងម៉ាននេះទឹកថ្នាំនេះខ្ញុំចង់បញ្ជាក់ថានៅថ្នាក់ជាតិគឺអត់មានអីប្រាប់ពីការប្រើប្រាស់ទឹកថ្នាំអីទេគឺតាមរដ្ឋមន្ត្រីខ្លះគាត់ប្រើត្រាមូលហើយត្រាឈ្មោះគាត់ហ្នឹងគឺឲ្យទឹកថ្នាំតែមកទឹកថ្នាំឯងគឺពណ៌ក្រហមត្រាមូលក្រហមឈ្មោះក៏ក្រហមប៉ុន្តែរដ្ឋមន្ត្រីខ្លះទៀតគាត់ថាអត់ទេត្រាមូលឬត្រារដ្ឋបាលអុកទឹកថ្នាំពណ៌ក្រហមហើយត្រាឈ្មោះគាត់អុកទឹកថ្នាំពណ៌ខៀវទៅណែនៃនឹងអញ្ចឹងតែរដ្ឋបាលថ្នាក់ក្រោមជាតិបានប្រាប់ណាគឺទៅត្រាមូលត្រាឈ្មោះគឺក្រហមមកទាំងអស់កុំខ្វល់ច្រើនប៉ុន្តែពណ៌ខៀវគឺបានត្រានិច្ចានគោលកម្មហើយនឹងត្រាចូលលេឃើញទេនៃនឹងអញ្ចឹងត្រឡប់មកវិញលោកគ្រូប្រាប់ថាបើយើងធ្វើការដូចនៅគ្នាយើងអាននេះគឺធ្វើការនៅរដ្ឋបាលក្រោមជាតិគឺមានសភៅកិច្ចការរដ្ឋបាលដែលលោកគ្រូយកមកបង្ហាញហ្នឹងដើរតាមនឹងទៅប៉ុន្តែបើយើងរៀនចប់ខ្លាយជារដ្ឋមន្ត្រីបាទឬខ្លាយជាប្រធានមន្ត្រីអាហ្នឹងធ្វើតាមរដ្ឋមន្ត្រីបើរដ្ឋមន្ត្រីនៅក្រសួងយើងគេប្រើទឹកថ្នាំពណ៌ក្រហមសម្រាប់អុកត្រាមូលត្រារដ្ឋបាលហើយទឹកថ្នាំពណ៌ខៀវសម្រាប់អុកលើឈ្មោះអាហ្នឹងយើងជាប្រធានមន្ត្រីក្រសួងហ្នឹងយើងធ្វើតាមរដ្ឋមន្ត្រីយើងទៅបាទហើយសួរលោកគ្រូទៀតថាលោកគ្រូរដ្ឋបាលថ្នាក់ក្រោមជាតិរាប់ទាំងប្រធានមន្ត្រីរាប់ទាំងមន្ត្រីថាអត់តនេះអ្នកនរគ្នាតតែដោយសុខាភិបាលមូទៅឲ្យរដ្ឋបាលខេត្តជឹងបានរាប់ថារដ្ឋបាលថ្នាក់ក្រោមជាតិមន្ត្រីសុខាភិបាលរដ្ឋបាលថ្នាក់ក្រោមជាតិណាព្រោះបុគ្គលិកដែលមូទៅឲ្យរដ្ឋបាលខេត្តហ្នឹងពីសុខាភិបាលទៅឲ្យរដ្ឋបាលខេត្តហ្នឹងបុគ្គលិកសុខាភិបាលហ្នឹងហៅបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិជុំទីផ្សេងដូចមន្ត្រីទេសចរខេត្តទីឧស្សាហកម្មខេត្តមន្ត្រីធម្មការខេត្តជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិលោកគ្រូឆ្លើយថា no មិនមែនទេគឺបុគ្គលិកថ្នាក់ជាតិលោកគ្រូប្រើពាក្យឲ្យច្បាស់ចោះអញ្ចឹងឲ្យសូត្រថាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិគឺដកមន្ត្រីចេញប៉ុន្តែបើមន្ត្រីសុខាភិបាលរាប់ថាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិព្រោះគេមូទៅឲ្យរដ្ឋបាលខេត្តតែសួរថាចុះថ្ងៃអនាគតគេមូមន្ត្រីទេសចរគេមូមន្ត្រីធម្មការគេមូមន្ត្រីប្លាប្លាចូលទៅខេត្តគាត់នឹងខ្លាយជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិទេបាទបើមូចូលទៅគឺខ្លាយជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិដូចមន្ត្រីសុខាភិបាលអញ្ចឹងនឹងឲ្យចាំណាអ្នកណាពេលខ្លះនៅទីទើគេដាក់សំណួរមកតើមន្ត្រីធម្មការមន្ត្រីអីផ្សេងក្រៅមន្ត្រីសុខាភិបាលតើហៅបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិទេចិត្តថាហៅអត់ទេអត់ទាន់ហៅទេតើតែមូដោយសុខាភិបាលចូលផ្លុកអញ្ចឹងទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនឹងគាត់ហៅថាមន្ត្រីនៅធ្វើការនៅសុខាភិបាលខេត្តហ្នឹងគឺបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិណានៃនឹងអញ្ចឹងបាទអញ្ចឹងនេះអូខេ good បាទណែល្អនេះលោកគ្រូចូលចិត្តអញ្ចឹងល្អបាទសូមអញ្ជើញបាទលោកគ្រូសូមសួរពាក់ព័ន្ធមួយរឿងរដ្ឋបាលថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិហ្នឹងតើមានលិខិតបទដ្ឋានគតិយុត្តអីដែលនិយាយពីរឿងហ្នឹងលោកគ្រូបាទលោកគ្រូសូមឆ្លើយភ្លាមការលើកមុនបើប្អូនជាប្រធានមន្ត្រីសុខាភិបាលខេត្តមួយគឺប្អូនជាបុគ្គលិកថ្នាក់ជាតិដោយសារអីគឺឡើងថ្នាក់តែងតាំងអីមួយចំនួនហ្នឹងគឺឆ្លងនេះឆ្លងអីទាំងអស់ដេញចោលអីហ្នឹងគឺចេញដោយប្រកាសបាទលើកលែងទៅរឿងតែងតាំងសំទោសដករឿងតែងតាំងគឺស្នើប្រធានមន្ត្រីស្នើដោយចៅហ្វាយខេត្តហើយតែងតាំងប្រធានមន្ត្រីប៉ុន្តែបើសិនជាអនុប្រធានមន្ត្រីតែងតាំងដកតំណែងហ្នឹងគឺចេញពីប្រធានមន្ត្រីទៅចៅហ្វាយខេត្តចេញដីកាអាហ្នឹងគឺតែងតាំងប៉ុន្តែបើសិនជារឿងឡើងថ្នាក់រឿងជ្រើសរើសរឿងអីហ្នឹងគឺថាចុងបិចរបស់រដ្ឋមន្ត្រីទាំងអស់ផ្ទេអីហ្នឹងនៃនឹងអញ្ចឹងសួរថាសំណួរបងអូនសួរថាតើមានអត្ថបទអីនិយាយថាគាត់ជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិគឺមន្ត្រីសុខាភិបាលទាំងអស់នេះលោកគ្រូសូមសូត្រថាមានអនុក្រឹត្យលេខ189មួយនិយាយអំពីការមូលោកគ្រូផ្លេចចំណងជើងអនុក្រឹត្យប៉ុន្តែប្រើពាក្យនឹងចោះការមូមន្ត្រីសុខាភិបាលឲ្យចូលទៅជាបុគ្គលិកឲ្យទៅជារដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីខេត្តមានអនុក្រឹត្យលេខ189ឬ192លោកគ្រូអត់ចាំហើយមានសេចក្តីសម្រេចមានប្រកាសមួយទៀតស្តីពីការធ្វើសមារណកម្មមន្ត្រីសុខាភិបាលនៅតាមមន្ទីរខេត្តរាជធានីទាំងអស់ឲ្យចូលទៅក្នុងរដ្ឋបាលខេត្តហ្នឹងហើយគេសេឈ្មោះទៀតឈ្មោះកឈ្មោះខឈ្មោះកឈ្មោះកឲ្យចូលទៅជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិក្រោមការគ្រប់គ្រងរបស់អភិបាលខេត្តណានៃនឹងអញ្ចឹងបើបងអូនសួរអញ្ចឹងសឹងតែបង្ហាញប៉ុន្តែនោះវាប៉ះពាល់បុគ្គលប៉ុន្តែបើបងអូនខ្លាយជាចៅហ្វាយខេត្តក្រសួងចៅហ្វាយខេត្តណាមួយបងអូននឹងលាទៅឃើញសេចក្តីប្រកាសមួយគឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលគឺមូមន្ត្រីនៅមន្ទីរសុខាភិបាលទាំងអស់ឲ្យទៅបងអូនជាចៅហ្វាយខេត្តហ្មងគឺអានោះដែលនាំឲ្យគេខ្លាយជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិណានៃនឹងអញ្ចឹងមានអនុក្រឹត្យមួយនិយាយពីការមូមន្ទីរសុខាភិបាលទៅឲ្យ
រដ្ឋបាលថ្នាក់ក្រោមជាតិមិនដែរបងលោកគ្រូនិយាយប៉ុណ្ណឹង តាមមកយល់លោកគ្រូអរគុណច្រើន អូ very good បាទហ្នឹងហើយលោកគ្រូសឹងតែបង្ហាញឈ្មោះអ្នកទាំងអស់ហ្នឹងដែលថានេះខេត្តកពតម៉ាអ្នកទៅឲ្យបុគ្គលិករដ្ឋបាលក្រមជាតិខេត្តកចេះម៉ាអ្នកលោកគ្រូមានទាំងអស់ប៉ុន្តែជាបុគ្គលឈ្មោះបុគ្គលនៅក្នុងហ្នឹងលោកគ្រូអត់អាច share ជូនបានវាប៉ះពាល់ដល់សិទ្ធិបុគ្គលណានៃនឹងគេទៅទុកវាមិនអាចផ្សាយជាសាធារណៈប៉ុន្តែអនុក្រឹត្យនោះបើចង់បានគឺអនុក្រឹត្យស្ដីពីការមូមន្ទីរសុខាភិបាលឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹងឲ្យទៅខេត្តរាជធានីហ្នឹងលោកគ្រូនឹងអាចសែនផ្ញើបានណាអនុក្រឹត្យហ្នឹងនៃនឹងចឹងបាទនៃនឹងចឹងបាទឥឡូវមានសំណួរអីទៀតបងអូនបាទអ្នកនរគ្នាបាទលោកគ្រូសូមខ្ញុំ បាទអញ្ជើញបងគ្រូ ខ្ញុំមកសូមមានសំណួរមួយលោកគ្រូ បាទអញ្ជើញបងអញ្ជើញ កន្លែងលោកគ្រូបញ្យល់ចំណុចពាក់ព័ន្ធនឹងជួសហើយនឹងតវលោកគ្រូ បាទ មានករណីមួយថជាគណៈកម្មការអញ្ចឹងគេតែងតែដាក់ជួសគណៈកម្មការតែសញ្ញាប្រធានទេវាមិនមែនជាអនុប្រធានណាបាទ អូខេករណីហ្នឹងលោកគ្រូបាទ បាទករណីហ្នឹងលោកគ្រូសូមឆ្លើយចេះបងអូនការងារណាដែលសម្រាប់ទៅដោយក្រមប្រឹក្សាសម្រាប់ទៅដោយគណៈកម្មការឧទាហរណ៍ថាគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិរឿងហ្នឹងប្រជុំសម្រាប់ដោយគណៈកម្មការchứពាក្យគណៈកម្មការពាក្យអាជ្ញាធរហ្នឹងគឺភាគច្រើនវាក្រមប្រឹក្សាហ្នឹងគឺមិនអាចមនុស្សម្នាក់ទេបងអូនមនុស្សច្រើនអ្នកអញ្ចឹងណាពេលប្រជុំអនុម័តរួមគ្នាដោយគណៈកម្មការដោយក្រមប្រឹក្សាដល់ពេលចាប់ផ្ដើមសញ្ញេគេមិនហៅសមាជិកទាំងអស់មកសញ្ញេទេគេមិនហៅគណៈកម្មការដែលមានសមាជិក10នាក់មកសញ្ញេទេគឺគេដាក់ពាក្យថាចូលគណៈកម្មការហើយប្រធាននឹងសញ្ញេទៅព្រោះការអនុម័តហ្នឹងគឺអនុម័តជុំគ្នាថាវាត្រូវចេញចេះបាទព្រមហើយអញ្ចឹងអនុម័តជុំគ្នាគណៈកម្មការមានប៉ុន្មានមាន10នាក់អញ្ចឹងសញ្ញេទាំង10ថាអត់ទេគ្រាន់តែចូលគណៈកម្មការទៅប្រធាននឹងសញ្ញេទៅព្រោះអនុម័តហើយជុំគ្នាអញ្ចឹងហ៎មិនដែរបងអូនលោកគ្រូឆ្លើយអញ្ចឹងបាទគ្រូអរគុណតែករណីខ្លះមានអញ្ចឹង បាទករណីខ្លះមានអញ្ចឹងបាទករណីខ្លះមានតែពាក្យមានតែពាក្យគណៈកម្មការឲ្យប្រធានសញ្ញេមែនទេអញ្ចឹងបាទករណីខ្លះគឺអត់មានឆ្លងកិច្ចប្រជុំអីទេឧទាហរណ៍ថាលិខិតអញ្ជើញចេញពីគណៈកម្មការមួយចេញពីគណៈកម្មការរៀបចំបុណ្យជាតិអញ្ជើញយើងឲ្យចូលរួមប្រជុំអញ្ចឹងគេដាក់គណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិប្រធានសញ្ញេទៅព្រោះអីព្រោះលិខិតអញ្ជើញហ្នឹងគឺប្រធានរៀបចំអញ្ជើញណារៀបចំអញ្ជើញប្រជុំអញ្ចឹងវាលិខិតអញ្ជើញមានទៅអនុម័តដោយគណៈកម្មការអីគឺប្រធានគាត់ឲ្យអង្គភាពជារដ្ឋបាលហ្នឹងរៀបចំលិខិតអញ្ជើញប្រជុំទៅប៉ុន្តែកិច្ចប្រជុំហ្នឹងគឺគណៈកម្មការនឹងរៀបចំអញ្ចឹងគាត់ដាក់គណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិបាចូលណាគណៈលិខិតអញ្ជើញប្រជុំហ្នឹងគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិឲ្យខាងក្រោមមកប្រធានសញ្ញេហ្មងទៅមិនដែរលោកគ្រូនិយាយអញ្ចឹងយល់លេខ action ហ្នឹងបាទគ្រូអរគុណច្រើន អូខេ បាទគាត់ថាពេលពាក់ព័ន្ធការរៀបចំទៅរបស់គណៈកម្មការហ្នឹងប្រធានមានអ្នកសម្រាប់ហើយអញ្ចឹងគេបាច់ទៅជួសសម្លេងនៅក្នុងប្រជុំហ្នឹងអីហ្នឹងហើយក៏ការទៅខ្ញុំអូអាហ្នឹងគេទម្លាប់បងអូនជំនាន់រដ្ឋកម្ពុជាគឺក្រមប្រឹក្សារដ្ឋក្រមប្រឹក្សារដ្ឋមន្ត្រីកាលនោះគេប្រើអញ្ចឹងដល់ពេលអញ្ចឹងទៅឥឡូវមកក្រមប្រឹក្សារដ្ឋមន្ត្រីជំនាន់នេះគេប្រើពាក្យអីគេប្រើពាក្យគណៈរដ្ឋមន្ត្រីវិញអញ្ចឹងដល់ពេលប្រើពាក្យគណៈរដ្ឋមន្ត្រីយើងឃើញពាក្យថាអត់មានគណៈរដ្ឋមន្ត្រីហើយចូលប្រធានគណៈរដ្ឋមន្ត្រីអត់ទេពើជំនាន់សាធារណៈហ្នឹងគេនិយមប្រើតាមជំនាន់ទេជំនាន់សាធារណរដ្ឋជាមនិតកម្ពុជាជំនាន់រដ្ឋកម្ពុជាគឺចូលក្រមប្រឹក្សារដ្ឋមន្ត្រីប្រធានសញ្ញេមកឲ្យចូលក្រមប្រឹក្សារដ្ឋមន្ត្រីប្រធាននេះគឺនាយករដ្ឋមន្ត្រីឥឡូវហ្នឹងតែឥឡូវនេះអត់ទេបង គឺថាអត់ចូលគណៈរដ្ឋមន្ត្រីប្រធាននេះគេប្រើអញ្ចឹងទេគឺថាឃើញការបច្ឆែតមកឃើញនាយករដ្ឋមន្ត្រីបានន័យថានាយករដ្ឋមន្ត្រីជាប្រធានគណៈរដ្ឋមន្ត្រីនៃនឹងអញ្ចឹងបាទអញ្ចឹងគេតាមត្រឡប់ប្រើជំរាបសួរគ្រូខ្ញុំឃើញឯកសាររបស់គណៈកម្មការគូចបគ្រូពេលច្រើនគឺចូលឲ្យគណៈកម្មការប្រធានហ្នឹងហើយឃើញទេបាទគូចបឃើញគណៈកម្មការដែរទេអញ្ចឹងសម្រាប់ឲ្យមួយចូលគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិហើយប្រធានសញ្ញេហ្មងទៅមែនទេអញ្ចឹងទេបាទគ្រូខ្ញុំឃើញគូចបគេធ្វើអញ្ចឹងបាទប្រធានហ្នឹងហើយចង់និយាយថាអត់ដែលចោលពាក្យចូលត្រូវតែចូលមែនទេបងខាងចូលចបមិនទៅបងខាងចូលចបដែលឃើញចូល
គណៈកម្មការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតឲ្យបានប្រធានសញ្ញេអញ្ចឹងឯងមែនទេខាងគោចបឃើញគេធ្វើអញ្ចឹងឯងរបៀបហ្នឹងឯងបានលោកគ្រូរបៀបហ្នឹងទៅរបៀបហ្នឹងបាទអូខេ good បាទមួយទៀតតបប៉ុន្តែតបនៅខាងខ្ញុំតែដែលមានសិទ្ធិសញ្ញេលើលិខិតរដ្ឋបាលដែលត្រូវចេញទៅក្រៅគឺទាំងទៅក្រៅទាំងនៅក្នុងគឺមានពាក្យចូលនិងតបហើយតបគឺអគ្គលេខាធិការគាត់អ្នកសញ្ញេដល់ពេលចូលគឺអនុចូលពីណាអ្នកសញ្ញេវិញចូលឲ្យដល់ប្រធានចូលគណៈកម្មការចូលគណៈកម្មការឲ្យដំប្រធានណាចូលគណៈកម្មការណាដល់ពេលតបគណៈកម្មការបាទដល់ពេលតបឲ្យដល់មកឃើញដូចគ្នាដូចលើ screen នឹងអញ្ចឹងឃើញហ៎បាទត្រូវហើយបើបងអូនខ្លាចជារដ្ឋមន្ត្រីក៏អញ្ចឹងដែរចូលរដ្ឋមន្ត្រីគឺរដ្ឋលេខាធិការអនុរដ្ឋខាការសញ្ញេប៉ុន្តែបើតបរដ្ឋមន្ត្រីគឺអាចប្រធានកាយគឺអាចអគ្គនាយករដ្ឋបាលអាជ្ញាធរឬខុទ្ទកាល័យសញ្ញេតបរដ្ឋមន្ត្រីណានៃនឹងអញ្ចឹងបាទហ្នឹង style តែមួយនឹងឯងគឺប្រើអញ្ចឹងណាអ្នកនរនេះបានគ្នាយល់អញ្ចឹងខ្ញុំខ្លាចតែគ្នាយើងយល់ច្បាស់ប៉ុនផ្សេងទៀតអត់ចាប់អត់តាន់ណាមិនបើចាប់អត់តាន់ពេលអនបាទមិនទៅបានលោកគ្រូសុំឆ្លៀតឱកាសបន្តិចឧទាហរណ៍បើករណីដូចគ្នានឹងដែរថាយើងជាអ្នកសញ្ញេក្នុងនាមសម្លេងក្នុងក្រុមប្រឹក្សាក្នុងគណៈកម្មការហ្នឹងតែយើងឲ្យអនុប្រធានយើងសញ្ញេតែយើងត្រូវធ្វើចូល2ដងឬក៏ជាងសេតែជួសគណៈកម្មការអនុប្រធាននៃនេះបានន័យថាម៉េចនៃនេះលោកគ្រូចាប់អត់តាន់ក្នុងន័យដូចខាងលើមានថាក្នុងនាមយើងសញ្ញេក្នុងនាមសម្លេងទាំងអស់ដែលប្រជុំទាំងអស់យើងសេជួសគណៈកម្មការយើងសេប្រធានតែបើយើងចង់ឲ្យអនុប្រធានយើងមួយសញ្ញេតើយើងត្រូវប្រើជួសនឹង2ដងឬក៏មិនគ្រូយល់ហើយបាទបើចូលគណៈកម្មការប្រធានសញ្ញេចូលអាចចូលគណៈកម្មការអនុប្រធានសញ្ញេបានទេបាទអាចបានគឺចូលគណៈកម្មការអនុប្រធានអាចសញ្ញេបានអនុប្រធានអាចសញ្ញេបានហើយសួរថាកន្លែងហ្នឹងមិនដាក់អនុប្រធានឲ្យគាត់សញ្ញេអញ្ចឹងថាដោយសារអីប្រធានធ្វើលិខិតផ្ទេរសិទ្ធិអីវាពេលដែលមានប្រធានអត់សញ្ញេបែរអនុប្រធានដោយសារប្រធានធ្វើលិខិតផ្ទេរសិទ្ធិអញ្ចឹងពេលខ្លះគាត់អាងលិខិតផ្ទេរសិទ្ធិហ្នឹងចូលគណៈកម្មការអនុប្រធានសញ្ញេអនុប្រធានមកឲ្យស្ឃើញសញ្ញេអនុប្រធានដោយសារគេធ្វើលិខិតផ្ទេរសិទ្ធិប្រធានអត់នៅឯករណីហ្នឹងអញ្ចឹងណាបាទប្រើអញ្ចឹងប្រើ style អញ្ចឹងចូលគណៈកម្មការអនុប្រធានសញ្ញេហើយសួរថាមិនបានដាក់ចូលដាក់អីទៅថាដាក់មិនបើគេមានលិខិតផ្ទេរសិទ្ធិអីគេសញ្ញេបានហើយប្រធានអត់នៅគឺអនុប្រធានសាញខ្វាច់ទៅមានអីបាក់ឲ្យសួរថាមិនព្រមដាក់ចូលប្រធានទៀតអត់ទេពេលខ្លះគេប្រើចឹងចូលគណៈកម្មការអនុប្រធានសញ្ញេហើយដល់ពេលគេចង់ដឹងថាថ្ងៃនោះប្រធានអត់នៅប្រទេសសិទ្ធឲ្យខ្ញុំអីចឹង style ហ្នឹងចឹងមិនដែរលោកគ្រូដោះករណីហ្នឹងមិន